បងប្អូនទាំងអស់គ្នាដឹងអត់ហេតុអ្វីខ្ញុំឈានជើងចូលមកធ្វើជាអ្នកផលិតមាតិកាមិនមែនគត្រឹមតែជាការស្រឡាញ់ទេតែដើម្បីជាជីវភាពផងដែរបងប្អូនទាំងអស់គ្នាដូចជាដឹងស្រាប់ហើយខ្ញុំគឺជាពលករម្នាក់ដែលចំណាក់ស្រុកចេញពីផ្ទះអស់ឆ្ងាយអស់និយាយទៅរយៈពេលយូរមែនទែនបងប្អូនទាំងអស់គ្នាអញ្ចឹងពេលត្រឡប់មកផ្ទះវិញខ្ញុំក៏មិនដឹងថាមានការងារអ្វីធ្វើឬក៏មិនដឹងថាធ្វើអ្វីមួយឲ្យច្បាស់លាស់ដែរបងប្អូនបច្ចុប្បន្ននេះគឺពិបាករកការងារពិបាករកចំណូលចូលទៅក្នុងក្រុមគ្រួសារអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាជ្រើសយកការផលិតវីដេអូបែបនេះដើម្បីជីវភាពតែបងប្អូនបានដឹងហើយពេលនេះស្ថានភាពលើកទី1ទី2នៅតែប្រាជ័យនៅតែជួបបញ្ហាអញ្ចឹងខ្ញុំអស់សង្ឃឹមមែនទែនបងប្អូនទាំងអស់គ្នាខ្ញុំមិនដឹងថាសម្រេចចិត្តបន្តទៅមុខទៀតឬយ៉ាងណាទេតែខ្ញុំមិនបោះបង់ទេបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូមួយដែលខ្ញុំចាប់ផ្ដើមដាក់នៅលើ YouTube អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រនៅតែស្រឡាញ់សកម្មភាពរបស់ខ្ញុំអញ្ចឹងបងប្អូនសូមជួយចូលទៅ Subscribe វីដេអូ YouTube របស់ខ្ញុំផងអញ្ចឹងបងប្អូនមិនមើលក៏មិនអីដែរបងប្អូនគ្រាន់តែចូលជាកម្លាំងចិត្តចូលចុចម្នាក់មួយឲ្យគ្រប់1000អ្នក follow មើលហើយខ្ញុំចង់ដឹងថាខ្ញុំធ្វើ YouTube ហ្នឹងបរាជ័យទៀតអត់អញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូនេះនឹងបានដល់បងប្អូនគ្រប់គ្នានឹងបានឃើញហើយបងប្អូនគ្រប់គ្នានឹងជួយគាំទ្រអញ្ចឹងខ្ញុំក៏អរគុណហើយសង្ឃឹមថាការសម្រេចចិត្តរបស់ខ្ញុំនឹងបន្តទៅមុខនេះគឺទទួលបានលទ្ធផលនៅថ្ងៃមុខអញ្ចឹងខ្ញុំក៏អរគុណថ្ងៃនេះគឺមកចាប់ត្រីចាប់ក្តាមចាប់ខ្យងទៀតហើយមិនដឹងថាទៅណាទេព្រោះអីគឺដាច់លុយពី Facebook ហើយអញ្ចឹងមានតែមករោគមហូបបែបនេះឯងអញ្ចឹងឯងអរគុណច្រើនបងប្អូនសម្រាប់វីដេអូ